ទឹកជំនន់បំផ្លាញផ្លូវជាតិលេខ55ក្រសួងសាធារណការបន្តជួសជុលនិងអំពាវនាវឲ្យប្រុងប្រយ័ត្ននៅថ្ងៃទី1ខែតុលាឆ្នាំ2025នេះលោកផនរឹមអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានជម្រាបជូនសាធារណជនអំពីស្ថានភាពខូចខាតផ្លូវជាតិលេខ55ដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះទឹកជំនន់បានហូរចុះដាច់តួផ្លូវនៅចន្លោះគីឡូម៉ែត្រ152+850ដល់152+900ដែលមានប្រវែង50ម៉ែត្រនិងទទឹងជាង1ម៉ែត្រផ្នែកខូចខាតនេះសល់ត្រឹមជាង1ម៉ែត្រទៀតប៉ុណ្ណោះពីចិញ្ចើមផ្លូវលើសពីនេះទឹកក៏បានហូរដាច់ដីគ្របលើប្រព័ន្ធលូតាមបណ្ដោយផ្លូវថ្នល់ផងដែរដើម្បីដោះស្រាយបញ្ហានេះក្រុមការងារនៃអគ្គនាយកដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់និងអគ្គនាយកដ្ឋានសាធារណការក្រោមក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងធ្វើការយ៉ាងសកម្មក្រុមការងារបានចាប់ផ្ដើមកាយរើដុំថ្មដែលបាក់បិទប្រព័ន្ធបណ្ដាញលូនិងបានដាក់ស្លាកសញ្ញាព្រមាននៅលើតាមផ្លូវដើម្បីផ្ដល់ព័ត៌មាននិងរំលឹកអ្នកបើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងពេលធ្វើដំណើរទោះបីជាមានការខូចខាតនេះក្តីលោកផនរឹមបានបញ្ជាក់ថាស្ថានភាពចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិលេខ55នៅតែប្រព្រឹត្តទៅជាធម្មតាហើយមិនមានការរំខានធ្ងន់ធ្ងរដល់អ្នកធ្វើដំណើរឡើយក្រសួងសាធារណការនិងដឹកជញ្ជូននឹងបន្តតាមដាននិងជួសជុលផ្លូវនេះឲ្យបានលឿនបំផុតដើម្បីធានាសុវត្ថិភាពនិងភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ